สุดท้ายของผมថ្ងៃនេះយើងមានឡានមួយគ្រឿងព្រុស010បងប្អូនទាំងគ្នាបាទដែលមានបញ្ហាទៅលើ ABS ខូចឡាននេះខ្សោយទៅលើ ABS អញ្ចឹងយើងដោះជួសជុលបងប្អូនទាំងគ្នានេះម៉ូទ័រវាធ្វើការដើររហូតអញ្ចឹងដូចជា30 seconds វានឹងលោតស្ដារម៉ូទ័រនេះម្ដងអញ្ចឹងអាការៈនេះគឺខ្សោយទៅលើបញ្ហាដុំអញ្ចឹងណាបងប្អូនទាំងគ្នាឥឡូវយើងស្ដាប់ចាំស្ដាប់ទាំងអស់គ្នាទៅថាវាដើរមិញវាដើរម្ដងហើយឥឡូវជាមួយទៅទៀតវាដើរមួយសារទៀតហើយហ្នឹងហើយវាដើរញឹកណែដើរទៀតបងប្អូនហើយជាយើងរាប់1ដល់30អីហ្នឹងវាដើរហើយប្រេងប្រាំងរបស់វាគឺខ្មៅបងប្អូនទាំងគ្នាឡាននេះខ្មៅហើយខ្វះប្រេងទៀតនេះកំណត់ប្រេងគេនៅលើបងប្អូនទាំងគ្នាអញ្ចឹងឡាននេះខ្វះប្រេងនេះជាបញ្ហាមួយហើយប៉ុន្តែABSខូចខ្សោយនេះវាជាបញ្ហាផ្សេងទៀតបាទយើងជិះឡានយើងមើលថែទាំទៅលើប្រេងបងប្អូនទាំងគ្នាបាទនេះប្រេង ABS យើងគួរតែដូរចោលទៅហ្នឹងហើយបើសិនជាចង់ដូរឯងអាចទៅមកកាន់យើងខ្ញុំផ្ទាល់បាទហ្នឹងហើយតម្លៃដូរពិភាក្សាគ្នាតាម Telegram ខ្ញុំដាក់លេខ Telegram ឲ្យអញ្ចឹងយើងធ្វើការដូរប្រេងទៅវាជំនួយដែរវាជំនួយដល់ ABS យើងដូរទៅវាជំនួយដែរអញ្ចឹង ABS វាត្រូវការប្រេងល្អដែរតែដូចប្រេងនេះហើយទៅវាខ្លាយឯងបងប្អូនទាំងគ្នាឡើងខៀវនេះធម្មតាប្រើប្រេងសអញ្ចឹងណាឥឡូវ ABS ខូចបាត់ហើយ ABS អញ្ចឹងយើង check មើលចាក់ស្ដែងថាតើវាអាចជួសជុលបានអត់អញ្ចឹងណាហ្នឹងហើយឥឡូវនេះព្រុស014បាទម៉ូទ័រដើរញាប់រហូតបាទក្នុងករណីនេះដែរយើងអាចជន់ C បងប្អូននៅជន់ C ទេគាត់ថាពេលខ្លះយើងជិះទៅអាចលោតសញ្ញា ABS អញ្ចឹងណាអាចលោតគាត់ថាយើងជិះអាចមើលលឿនបានទេជិះត្រឹមកុងទ័រ5អីចឹងជាក់ស្ដែងបើសិនជាបងប្អូនមានបញ្ហាទៅលើ ABS ឬក៏បញ្ហាអីផ្សេងអាចតាក់ទងមកកាន់យើងខ្ញុំបានហ្នឹងហើយចាំភាសាគ្នាតាមលេខ Telegram ចាំខ្ញុំដាក់លេខឲ្យអរគុណបងប្អូនទាំងគ្នាហើយនេះជា channel ថ្មី channel មុនមានបញ្ហានេះជា channel ថ្មីសង្ឃឹមបងប្អូនជួយចុច subscribe share ម្នាក់មួយដើម្បីទទួលបានចំណេះដឹងថ្មី